បាទរបៀបក្នុងការ activate ឬក៏យើងហៅម្យ៉ាងទៀតថារបៀប crack កម្មវិធី Adobe Acrobat ជំហានដំបូងមុននឹងលោកអ្នកគ្រូធ្វើការបើក folder crack លោកអ្នកគ្រូត្រូវបិទកម្មវិធីចាប់មេរោគជាមុនសិនយើងចូលទៅបិទកម្មវិធីចាប់មេរោគបាទចូលមកកន្លែងនេះហើយចុចលើ Windows Security រងចាំបន្តិចបន្តមកទៀតចូលមកកាន់ Virus and Street Protection ត្រង់កន្លែង Virus and Street Protection Setting យើងចុចលើ Manage Setting ចុចមកខាងឆ្វេងនៅត្រង់ Real Time Protection កន្លែងនេះបើសិនជាឃើញ on បែបនេះមានន័យថាយើងកំពុងតែបើកដំណើរការកម្មវិធីចាប់មេរោគដើម្បីបិទលោកអ្នកគ្រូគ្រាន់តែចុចកន្លែងនេះមួយមកចុច Yes បើសិនជាចេញបែបនេះមានន័យថាយើងបានបិទកម្មវិធីចាប់មេរោគបានដោយជោគជ័យជំហានបន្ទាប់មកទៀតយើងចូលទៅបើក folder crack កន្លែងនេះហើយយើងចូលកន្លែង source ហើយយើង copy file ទាំងអស់ដែលមាននៅក្នុង folder នេះ Ctrl C ទៅមកទៀតកន្លែងនេះខ្ញុំចុចទុកសិនកុំឲ្យច្រឡំទៅមកទៀតយើងយកមកផាសចូលនៅក្នុង Adobe Acrobat យើងគ្រាន់តែមកស្ដាំនៅលើកម្មវិធី Adobe Acrobat ប្រភេទ shortcut ណាបាទនេះប្រភេទ shortcut បាទមកស្ដាំ show more option open file location ទៅមកទៀតសូមលោកគ្រូចុច Control បូកអក្សរ V Control បូកអក្សរ V ស្មើនឹង paste ចូលហើយចុច Continue នេះ file ដែលយើងបាន copy ចូលមិញនេះទៅមកទៀតយើងបិទសិនមកបាទបិទ folder នេះហើយយើងចូលទៅកាន់ folder មុនបាទនេះ folder crack ណាបាទហើយយើងចូលទៅកាន់ release ចូលទៅកាន់ folder release ហើយយើង copy យកកម្មវិធីនេះ EE នេះបាទ Ctrl C ហើយយើងឥឡូវខ្ញុំចុចទុកសិនយើងចូលមកកាន់ shortcut Adobe Acrobat ម្ដងទៀតហើយចុចមកខាងស្ដាំ show more option open file location ហើយយើង Ctrl V មកដើម្បីផាសចូល continue បាទនេះកម្មវិធីដែលយើងបាន copy មិញជំហានបន្ទាប់មកទៀតយើងបើកដំណើរការចុចមកខាងឆ្វេង2ដងហើយចុច Yes ទៅមកទៀតយើងចុច Search កន្លែងនេះមកជំហានបន្ទាប់មកទៀតសូមលោកគ្រូចុចត្រង់ Patch កន្លែងនេះចុចមកវានឹងដំណើរការ Crack ឬក៏ដំណើរការ Activate ឲ្យយើងបាទនៅពេលនេះដំណើរការក្នុងការ Activate កម្មវិធី Adobe Acrobat បានបញ្ចប់ដោយជោគជ័យជំហានបន្ទាប់មកទៀតលោកគ្រូគ្រាន់តែចុចលើសញ្ញាខ្វែងនេះមកដើម្បីបិទហើយផ្ទាំងនេះយើងបិទបានហើយយើងសាកធ្វើការបើកកម្មវិធី Adobe Acrobat សាកមើលបន្តមកទៀតក្រោយពីលោកគ្រូធ្វើការបើកដំណើរការកម្មវិធី Adobe Acrobat បានដោយជោគជ័យហើយជំហានបន្ទាប់មកទៀតសូមលោកគ្រូចូលទៅកំណត់កន្លែង menu ហើយ preference យើងមកកំណត់ត្រង់កន្លែង update នេះ update នៅខាងក្រោមនេះចុចលើ update នេះមកបន្តមកទៀតសូមលោកគ្រូធ្វើការដក tick នៅត្រង់កន្លែង automatically install update បាទដក tick ចេញមកហើយចុច OK ហើយចុច Yes បាទតែប៉ុណ្្នេះមកជាការស្រេចបាទអរគុណច្រើនចំពោះវីដេអូក្នុងការបង្ហាញពីរបៀបក្នុងការ Activate ឬក៏ Crack កម្មវិធី Adobe Acrobat គឺមានតែប៉ុណ្្នេះទេបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយបន្តទៀត